រូបភាពទាំងអស់នេះគឺជារូបភាពដែលខ្ញុំបានស្រង់ព្រះនៅស្រុករបស់ខ្ញុំហើយខ្ញុំជឿថាការស្រង់ព្រះនេះប្រកាសជាមានអ្នកដែលគាត់អត់ទាន់ស្គាល់អត់ទាន់ដឹងពីអីដែលយើងស្រង់ព្រះនឹងចឹងទៅហើយថ្ងៃស្រង់ព្រះហ្នឹងគឺគេធ្វើនៅថ្ងៃណាហើយគេធ្វើដើម្បីអីទៀតព្រោះដោយសារតែខ្ញុំក៏ជាម្នាក់នៅក្នុងចំណោមនឹងដែរព្រោះពីមុនខ្ញុំមិនដឹងថាស្រង់ព្រះហ្នឹងគឺអីគេចឹងណាអ្នកគ្នាពិធីស្រង់ព្រះហ្នឹងគឺគេធ្វើនៅថ្ងៃទីចុងក្រោយនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរយើងហ្នឹងសម្រាប់អត្ថន័យនៃការស្រង់ព្រះនេះអ្នកទាំងគ្នាអាច research ខ្លួនឯងបន្ថែមបានព្រោះដោយសារខ្ញុំនិយាយទៅខ្លាចខុសចឹងណាហើយយើងក៏អាចស្រង់ព្រះនៅវត្តក៏បានដែរអ្នកគ្នាប៉ុន្តែខ្ញុំនេះបានទាំងស្រង់ព្រះនៅវត្តផងហើយក៏បានស្រង់ព្រះរស់នៅផ្ទះដែរខ្ញុំពិតជាសប្បាយចិត្តមែនទែនព្រោះដោយសារតែទិដ្ឋភាពមួយនេះគឺវាកម្រនឹងមានខ្លាំងហ្មងព្រោះកាលពីមុនគឺខ្ញុំមិនដែលបានមកស្រុកកំឡុងពេលចូលឆ្នាំខ្មែរទេព្រោះដោយសារខ្ញុំជាប់ធ្វើការធ្វើអីចឹងទៅហើយក៏អត់បានមកចឹងណាអ្នកគ្នាប៉ុន្តែឥឡូវនេះខ្ញុំមានពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកផ្ទះរបស់ខ្ញុំច្រើនខ្លាំងមែនទែនលើកនេះខ្ញុំមកលេងស្រុកបានយូរប៉ុន្តែខ្ញុំមានអារម្មណ៍ថាពេលដែលទៅវិញហ្នឹងរៀងសង្កត់សង្កោចមិនតឹងទេអ្នកគ្នាការស្រង់ព្រះនេះដែរគឺខ្ញុំចង់ថតទុកធ្វើជា memory របស់ខ្ញុំចឹងទៅព្រោះដោយសារតែមើលតែក្នុងវីដេអូនេះទៅគឺថាមានបានកម្រងនឹងថតនឹងមានវីដេអូអ្នកគ្នាមើលអីទេព្រោះដោយសារការស្លៀកពាក់អីហ្នឹងគឺមើលទៅវាសាមញ្ញខ្លាំងមែនតើបងអ្នកគ្នាហើយកន្លែងនេះខ្ញុំបានហៅក្មួយខ្ញុំឲ្យមកស្រង់ព្រះឲ្យកងគេហើយនឹងម៉ាម៉ាអញ្ចឹងតាគ្នាពិតជាឆ្ងល់ហើយមែនដោយសារតែខ្ញុំគឺមានបងប្អូន3នាក់ប៉ុន្តែដោយសារតែបងស្រីខ្ញុំនឹងគាត់នៅក្រៅអញ្ចឹងទៅគឺគាត់អាចបានចូលរួមការស្រង់ព្រះនឹងអញ្ចឹងណាហ្នឹងហើយតាគ្នាអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកតាគ្នានឹងមានការស្រង់ព្រះនៅឆ្នាំក្រោយៗទៀត